រឿងចាំស្អែកសម្រកគីឡូមានកញ្ញាជ្រូកមួយរូបឈ្មោះថាកឈូឈូជាជ្រូកស្រីដែលមានស្ទីលតុបតែងខ្លួនលយឆាយណាស់ប៉ុន្តែកាលពីម្សិលមិញនាងបានទិញរ៉ូបរឹបពណ៌ផ្កាឈូកមួយមកស្លៀកមិនចូលធ្វើឲ្យនាងសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថាក៏ខ្ញុំត្រូវតែទៅក្លឹបហាត់ប្រាណឲ្យខានតែបានថ្ងៃច័ន្ទថ្ងៃចាប់ផ្ដើមតែជាខ្មៅងឹតរួចភ្លៀងធ្លាក់យ៉ាងខ្លាំងក្អយស្អែកមេឃស្រឡះចាំទៅលោតឲ្យបែកញើសម្ដងថ្ងៃអង្គារមេឃស្រឡះល្អណាស់ឈូដើរទៅជិតដល់ក្លឹបហាត់ប្រាណទៅហើយស្រាប់តែនាងឃើញហាងលក់ផ្លែទុរេនបើកថ្មីនៅក្បែរនោះក្លិនឈ្ងុយភាយមកធ្វើឲ្យជើងរបស់នាងងាកទៅរកហាងលក់ទុរេនដោយមិនដឹងខ្លួនស្លាប់ហើយបើហាត់លោតទាំងពោះទេប្រកាសជាវិលមុខដួលមិនខានញ៉ាំទុរេនមួយសិនចុះដើម្បីយកកម្លាំងអូជ្រុលជាញ៉ាំឆ្អែតហើយបើទៅលោតភ្លាមប្រកាសជាចុកពោះស្លាប់មិនខានអញ្ចឹងស្អែកចាំទៅពីព្រលឹមតែម្ដងថ្ងៃពុធឈូទាញទូរស័ព្ទមកឆែកមើល Facebook ស្រាប់តែឃើញមិត្តភ័ក្តិរបស់នាងបង្ហោះរូបភាពដើរលេងនៅផ្សារទំនើបអីយ៉ាថ្ងៃនេះផ្សារមានបញ្ចុះតម្លៃសម្លៀកបំពាក់កីឡាតើទៅទិញខោអាវថ្មីសិនចាំស្អែកស្លៀកឈុតថ្មីទៅហាត់ឲ្យផ្អើលក្លឹបហ្មងថ្ងៃប្រហុបតឈូឃើញគេលោតយ៉ាងខ្លាំងក្លានិងហត់ខ្លាំងណាស់ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាឈឺជើងបន្តិចបន្តួចដែរមកពីដើរផ្សារច្រើនកាលពីម្សិលមិញបើលោតទាំងឈឺជើងខ្លាចក្រែងគ្រិចសរសៃចាំស្អែកបាត់ឈឺចាំលោតឲ្យអស់ដៃថ្ងៃសុក្រថ្ងៃផ្ដាច់ព្រាត់ឈូជួបមិត្តភ័ក្តិចាស់ក៏អង្គុយជែកគ្នាលេងពីនេះពីនោះរហូតដល់ក្លឹបជិតបិទទ្វារថ្ងៃនេះជែកគ្នាឡើងស្ងួតហត់ជាងហាត់ប្រាណទៅទៀតចាំស្អែកចុះព្រោះស្អែកជាថ្ងៃសៅរ៍មានពេលច្រើនចុងក្រោយបណ្ដាថ្ងៃគឺស្អែកជារបស់កញ្ញាឈូក៏បានកន្លងផុតទៅអស់មួយសប្ដាហ៍ចំណែកឯគីឡូរបស់នាងក៏នៅតែរក្សាតំណែងគឺលេខ1កណ្ដាលតម្លៃអប់រំការហាត់ប្រាណមិនមែនពិបាកត្រង់ការលោតឬការរត់នោះទេប៉ុន្តែវាពិបាកត្រង់ការឈ្នះលើខ្លួនឯងបើចង់ស្អាតកុំចាំថ្ងៃស្អែក